រឿងដែលកំពុងតែភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមគឺព្រះនាងសូរិនថនបានទៅចូលរួមពិធីបន្សពបុត្រីច្បងព្រះមហាក្សត្រថៃវិជ្ជរាលង្កនដែលត្រូវជាក្មួយស្រីបង្កើតហើយរឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺព្រះនាងសូរិនថនអង្គុយមិននឹងខ្លួននោះទេងោកទៅមុខងោកទៅក្រោយហាក់បីដូចជាទ្រុឌទ្រោមខ្លាំងណាស់និងក៏សូមចូលរួមរំលែកទុក្ខចំពោះបុត្រីច្បងរបស់ព្រះមហាក្សត្រថៃដោយពាក្យចាស់លោកពោលថាច្បាប់ធម្មជាតិកើតចាស់ឈឺស្លាប់ជារឿងធម្មតានោះទេប៉ុន្តែច្បាប់ធម្មជាតិមួយនេះដូចជាជួនគ្នាពេកហើយជួនគ្នានៅពេលដែលប្រទេសថៃបើកការឈ្លានពានវាយប្រហារយ៉ាងសាហាវព្រៃផ្សៃមកលើទឹកដីកម្ពុជាយើងភ្លាមរាជវង្សស្ដេចថៃរាមាទី10ក៏ចាប់ផ្ដើមយន្តដាក់អារៈជន់ខ្លាំងមែនទែនហើយចាប់ផ្ដើមបាត់បង់សមាជិកម្ដងមួយហើយក៏មិនដឹងថាព្រះនាងសូរិនថនអាចកិច្ចផុតពីវិលវត្តសង្ខារមួយនេះឬក៏យ៉ាងណានោះទេហើយរឿងមួយវិញទៀតពលរដ្ឋថៃដែលនៅលើបណ្ដាញសង្គមបានសំណូមពរដដែលមកពលរដ្ឋកម្ពុជាយើងថាឈប់ជេរឈប់ដាក់បណ្ដាសាទៅលើខ្សែរាជវង្សស្ដេចថៃទៀតទៅជាពិសេសគឺព្រះនាងសូរិនថនព្រោះទ្រង់កាន់តែទ្រុឌទ្រោមខ្លាំងណាស់ទៅហើយសម្រាប់ខ្ញុំសូមមិននិយាយអ្វីនោះទេទុកឲ្យបងប្អូនកម្ពុជារបស់យើងជាអ្នកខមមិនខាងក្រោមទៅចោះ